កម្មវិធីខ្មែរជជែកគឺជាកម្មវិធីបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ផលិតផលខ្មែរដែលច្នៃប្រឌិតឡើងដោយស្នាដៃកូនខ្មែរពិតៗយើងជំរុញការគាំទ្រផលិតផលក្នុងស្រុកតាមរយៈស្មារតីជាតិនិយមព្រមទាំងបង្ហាញពីដំណើរវិវត្តនៃអាជីវកម្មបទពិសោធន៍យុទ្ធសាស្ត្រនិងសង្វាក់ផលិតកម្មថ្មីៗរបស់សហគ្រាសក្នុងស្រុករហូតមកដល់ពេលនេះកម្មវិធីខ្មែរជជែកបានបង្ហាញជូននូវបទសម្ភាសន៍ជាមួយសហគ្រាសឆ្នើមចំនួន3រូបរួចមកហើយរួមមានលោកស្រីសេងសំណាងស្ថាបនិកនៃសហគ្រាស JMLH សហគ្រាសឈានមុខក្នុងការកែច្នៃបន្លែផ្លែឈើធម្មជាតិដ៏សម្បូរបែបដោយផ្ដោតសំខាន់លើអាហារូបត្ថម្ភនិងសុវត្ថិភាពសុខភាពសម្រាប់អ្នកប្រើប្រាស់លោកមាសហូលីអនុប្រធានក្រុមហ៊ុន Kerirum Food Production សហគ្រាសជំនាញការច្នៃផ្លែស្វាយខ្មែរទៅជាដំណាប់ស្វាយដែលមានគុណភាពខ្ពស់និងបាននាំយកមោទនភាពផលិតផលខ្មែរទៅកាន់ទីផ្សារអន្តរជាតិជាង10ប្រទេសលោកស្រីយុនផលីម្ចាស់សហគ្រាសគំនិតថ្មីសហគ្រាសដែលមានភាពច្នៃប្រឌិតខ្ពស់ក្នុងការកែច្នៃផ្លែចេកទៅជាផលិតផលចម្រុះដូចជាស្ករដំណាប់និងស្រាដែលមានគុណភាពខ្ពស់និងអត្តសញ្ញាណប្លែកពីគេក្នុងទីផ្សារក្នុងស្រុកតើនៅក្នុងខែមេសានេះយើងនឹងជួបជាមួយម្ចាស់សហគ្រាសរូបណាជាបន្តទៀតសូមកុំភ្លេចរងចាំតាមដានជាមួយយើងដើម្បីស្វែងយល់ពីភាពរីកចម្រើនរបស់សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជាខ្មែរជជែកលើសហគ្រិនខ្មែរមោទនភាពជាតិខ្មែរ